របៀបចូលទៅមើលជនក៏ឃើញដែលសង្ងំលាក់ខ្លួននៅក្នុង Facebook របស់យើងអញ្ចឹងអ្នកទាំងគ្នាត្រូវតែឧស្សាហ៍ check មើល Facebook របស់យើងដើម្បីការពារសុវត្ថិភាពដើម្បីជៀសវាងការពារបាត់ account Facebook ដោយមិនដឹងខ្លួនអញ្ចឹងយើងមិនដឹងថាអ្នកណាស្រឡាញ់យើងខ្លះទេហើយឥឡូវសបោមានតែជនខលខុញចាំយក account ដែលមាន follower ច្រើន friend ច្រើនអញ្ចឹងយកទៅធ្វើរឿងខុសច្បាប់អញ្ចឹងទៅអូខេតោះឥឡូវយើងចូលទៅ Facebook បងប្អូនគ្នាដើម្បី check មើលតើមានអ្នកណាចូលដូរលេខទូរស័ព្ទក៏ដូចជាដូរបើថាដូរលេខទូរស័ព្ទក៏ដូចជាដាក់លេខ Gmail អីក្នុងហ្នឹងអញ្ចឹងយើងអាចទៅដកវាបានអូខេអញ្ចឹងដើម្បីចូលអ្នកទាំងគ្នាចូលមក account Facebook របស់អ្នកទាំងគ្នាហើយបន្តមកទៀតអ្នកទាំងគ្នាចូលសញ្ញា3ត្រេនេះមកអូខេ3ត្រេហើយអ្នកទាំងគ្នាចូលទៅនេះកងចាក់នេះកងចាក់ហើយអ្នកទាំងគ្នាយកពាក្យថានេះ see more in account អូខេបន្តមកទៀតអ្នកទាំងគ្នាយកពាក្យថា personal detail អូខេអ្នកទាំងគ្នាចូលមកកន្លែង contact info នេះមកអូខេអញ្ចឹងកន្លែងនេះប្រសិនបើមាន account គេដាក់3លួចដាក់អីចឹងវាមាន Gmail មានលេខទូរស័ព្ទអញ្ចឹងអូខេបើមានច្រើនអ្នកទាំងគ្នាអាចសង្ស័យអីអ្នកទាំងគ្នាអាចធ្វើការលុបបានដកវាចេញទៅដោយសារ Facebook របស់ខ្ញុំបង្កើតតែដោយមានតែលេខទូរស័ព្ទទេអញ្ចឹងបើសិនបើមានលេខទូរស័ព្ទច្រើនហើយ email ច្រើនយើងអាចលុបវាចេញខ្លះដើម្បីអញ្ចឹងនិយាយថាលុបចេញខ្លះទេគឺលុបចេញនៅអ្វីដែលយើងអត់ស្គាល់អូខេអញ្ចឹងនិយាយសញ្ញាព្រួយមកបន្តមកទៀតអ្នកទាំងនេះគ្រាន់តែចុច delete number ទៅអូខេចុច delete មកហើយចុច delete មកជាការស្រេចអូខេនេះខ្ញុំតែជាវីដេអូបង្ហាញទេខ្ញុំអត់លុបទេដោយសារនេះវាជា Facebook របស់ខ្ញុំហើយវាក៏ជាលេខទូរស័ព្ទរបស់ខ្ញុំដែរហើយសម្រាប់លេខទូរស័ព្ទនេះខ្ញុំសូមធ្វើការលាក់បាំងអូខេអញ្ចឹងខ្ញុំ back វិញមកអូខេអញ្ចឹងអ្នកទាំងគ្នាអាចចូលទៅមើលរបៀបហ្នឹងដើម្បីថាមានជនខលខូចសម្រាប់អ្នកខ្លួននៅក្នុង Facebook របស់យើងដែរឬទេអូខេអរគុណអ្នកទាំងគ្នាសម្រាប់ការតាមដានទស្សនាខ្សែវីដេអូស្ដីពីកលឹះខ្លីខ្លឹមដើម្បីចែករំលែកជាបទពិសោធន៍ដល់អ្នកទាំងគ្នាសម្រាប់អ្នកទាំងគ្នាដែលប្រើ Facebook ហើយតែងតែងាកបាត់ account អាចប្រើវិធីសាស្ត្រនេះដើម្បី check មើលជាមកទៅទៀតយើងអាច check មើលទៅនេះយើងចុច check មើលទៅដើម្បីការពារសុវត្ថិភាពអូខេហ្នឹងហើយអ្នកទាំងគ្នាជួយចុចនេះចុច subscribe និងចុច share វីដេអូទាំងអស់គ្នានៅសម្រាប់ channel YouTube K Learning របស់ខ្ញុំអូខេនេះជា Facebook ថ្មីរបស់ខ្ញុំទេអ្នកទាំងគ្នាអូខេអរគុណអ្នកទាំងគ្នាសម្រាប់ការតាមដានទស្សនាខ្សែវីដេអូរបស់ខ្ញុំជួបខ្ញុំខ្សែវីដេអូក្រោយ